ថ្ងៃ8មីនាមន្តរីរបស់យើងទៅដល់លេងណាដែរអញ្ចឹងកុំភ្លេចតែងខ្លួនឲ្យស្រស់ស្អាតគឺជាថ្ងៃសិទ្ធិនារីមួយឆ្នាំមានតែមួយថ្ងៃទេថ្ងៃសិទ្ធិនារីអញ្ចឹងថ្ងៃនេះសុំស្អាតមួយថ្ងៃណាមន្តរីរបស់យើងតែងខ្លួនឲ្យស្រស់ស្អាតមកមានដំណើរកំសាន្តទៅលេងចិត្តឆ្ងាយស្រីគ្នាយើងអ្នកណាខ្លះបានកាដូពីស្វាមីកុំភ្លេចខមមិនប្រាប់សៃពៅនៅខាងក្រោមនឹងផងថ្ងៃនេះខ្ញុំអត់ទៅណាទេខ្ញុំនៅផ្ទះប៉ុន្តែត្រូវតែស្រស់ស្អាតព្រោះអីគឺជាថ្ងៃសិទ្ធិនារីមនុស្សស្រីយើងណាស្អាតរាល់ថ្ងៃទេប៉ុន្តែថ្ងៃនេះសុំពិសេសបន្តិចតែថាយកគីឡូត្រឹម50ទៅស្អាតតែឥឡូវនេះគីឡូ49មានអីមកល្មមដែរកាលពីមុនខ្ញុំថាយកស្រី S ទៅវារៀងមើលទៅតំណងប៉ុន្តែយើងមានប្តីមានកូនណាយកស្រី M គឺស្អាតជាងថ្ងៃនេះសុំមត្តរីទាំងអស់គ្នាតែងខ្លួនឲ្យស្អាតទៅខែលោថាមានដំណើរកំសាន្តទៅណាអញ្ចឹងជាពិសេសនៅពេលល្ងាចគ្រាន់ថាបើមិនបានដើរទៅណាក៏ប្តីនាំទៅញ៉ាំនេះញ៉ាំនោះដែរធម្មតាខ្ញុំតែងខ្លួនស្អាតរាល់ថ្ងៃទេប៉ុន្តែថ្ងៃនេះសូមពិសេសបន្តិចនៅផ្ទះក៏ដោយក៏ត្រូវតែងខ្លួនឯងឲ្យរៀងស្រស់ស្អាតដែរលោកបានកាដូពីស្វាមីយើងអញ្ចឹងណាមានអីបងប្អូនដាក់ក្រែមឲ្យរៀងក្រហមបន្តិចទៅដើម្បីឲ្យមុខយើងនឹងកាន់តែលះស្អាតបុណ្យសិទ្ធិនារីមួយឆ្នាំមានតែមួយថ្ងៃទេអញ្ចឹងសម្រាប់មន្តរីទាំងអស់គ្នាកុំភ្លេចណាសុំកាដូពីស្វាមីផងបើសិនជាអ្នកទាំងអស់គ្នាមានដំណើរកំសាន្តទៅណាកុំភ្លេចខមមិនប្រាប់ស្រីពៅផងសម្រាប់ស្រីពៅគឺនៅផ្ទះស្អាតតែម្ដងគឺតែងខ្លួនស្រស់ស្អាតគឺនៅផ្ទះទេអត់មានដើរដំណើរកំសាន្តទៅណាទេមនុស្សស្រីគ្រប់គ្នាបើសិនជាយើងចេះតុបតែងខ្លួនជាប្រចាំថ្ងៃឲ្យមើលឃើញស្រស់ស្អាតណាគឺតាណាបណ្ណាគឺមិនខ្មាស់គេទេជាពិសេសទៅមួយស្វាមីនឹងហ្មងការរៀបចំខ្លួនគឺជារឿងមួយដែលសំខាន់សម្រាប់មនុស្សស្រីមិនថានៅផ្ទះដំណើរកំសាន្តឬក៏ទៅកម្មវិធីទេបើសិនជាយើងចេះរៀបចំខ្លួនឲ្យស្អាតមកគឺយើងនឹងកាន់តែលេចធ្លោបន្ថែមក្លិនឲ្យស្រស់ស្រាយដើម្បីមានទំនុកចិត្តលើខ្លួនឯងការងារជាប្រចាំថ្ងៃរបស់ស្រីពៅងាយស្រួលអត់មានធ្វើអីញ៉ៃញ៉ៃទេប៉ុន្តែចង់ឲ្យខ្លួនឯងហ្នឹងស្អាតរាល់ថ្ងៃហ្មងហើយឡងថ្ងៃនេះប្តីឲ្យកាដូថែមអ្នកទាំងអស់គ្នា